ត្រាំរំពឹងថាមួយសប្តាហ៍ទៀតរុស្ស៊ីនឹងយល់ព្រមចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែនប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានសម្ដែងក្តីរំពឹងថារុស្ស៊ីនឹងឆ្លើយតបក្នុងពេលឆាប់ៗនេះអំពីការចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងអ៊ុយក្រែនដើម្បីបញ្ចប់សង្គ្រាមជាង3ឆ្នាំជាស្ថាពរប្រភពពីសារព័ត៌មាន SCMP បានបន្តថាលោកត្រាំបានលើកឡើងយ៉ាងដូចនេះអំឡុងសន្និសីទសារព័ត៌មានមួយហើយបានបញ្ជាក់ថារុស្ស៊ីអាចនឹងឆ្លើយតបក្នុងសប្តាហ៍នេះហើយលោកត្រាំបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឲ្យបានឆាប់រហ័សហើយក៏សង្ឃឹមថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីល្អប្រសើរឡើងវិញផងដែរបន្ថែមពីនេះប្រធានាធិបតីអាមេរិកបានលើកឡើងនិយាយអំពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដោយក្នុងនោះលោកត្រាំបានបញ្ជាក់ថាលោកមិនពេញចិត្តនឹងវិធីសាស្ត្រដោះស្រាយបញ្ហាចំពោះមុខរបស់លោក Zelensky ឡើយទោះជាលោកត្រាំអះអាងថាលោកមិនបានស្ដីបន្ទោសលោក Zelensky ក៏ដោយប៉ុន្តែលោកបានសង្កត់ធ្ងន់ថាមេដឹកនាំអ៊ុយក្រែនរូបនេះបំពេញការងារមិនបានល្អទាល់តែសោះក្រៅពីនេះលោកត្រាំបានបន្តស្ដីបន្ទោសអតីតប្រធានាធិបតីអាមេរិកលោក Joe Biden ម្ដងទៀតចំពោះសង្គ្រាមដែលកំពុងបន្តឡើងនៅអ៊ុយក្រែនហើយស្របពេលជាមួយគ្នានេះលោកត្រាំបានបញ្ជូនបេសកជនពិសេសទៅទីក្រុងមូស្គូជាច្រើនសារដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីនដើម្បីសម្រេចបាននូវកិច្ចចរចាសន្តិភាព